ទេវតាឆ្នាំចាស់ឆ្នាំម្សាញ់សព្វស័ក្តិពុទ្ធសករាជ2564សូមត្រាស់ថ្វាយដំណឹងដល់ទេពនិករនិងប្រជានុរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំមមីអត្តស័ក្តិពុទ្ធសករាជ2570ត្រូវបានប្រារព្ធធ្វើនៅពេលនេះហើយបបិទ្ធព្រះនាងឆ្នាំចាស់កន្លងផុតទៅប្រជានុរាស្ត្រក្នុងដែនទិបទាំងមូលបានកំពុងតែរស់នៅក្នុងសុខសន្តិភាពការអភិវឌ្ឍរីកចម្រើនការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិមានសាលារៀនស្ពានថ្នល់ផ្លូវទឹកផ្លូវអាកាសសំណង់អគារតូចធំវត្តអារាមប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់គ្រប់សង្គមជនបទដោយតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងអភិវឌ្ឍសពថ្ងៃនេះតើទោះបីជាប្រជាណាចក្រកម្ពុជាបានទទួលនៅរងការបំពានបូរណភាពទឹកដីពីប្រទេសជិតខាងក្តីក៏ដំណើរការនៃការអភិវឌ្ឍនៅតែបន្តពុំមានឈរឈប់ឡើយសូមឲ្យប្រជាណាចក្រកម្ពុជាចម្រុងចម្រើនលូតលាស់និងមានសាមគ្គីភាពជាតិក្នុងសេចក្តីថ្លៃថ្នូរសុខដុមរមនាពីពេលនេះតទៅហោងទេវតាឆ្នាំថ្មីឆ្នាំមមីអត្តស័ក្តិពុទ្ធសករាជ2570ព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាងผู้ជនទាំងឡាយអើយអស់រយៈពេល3ថ្ងៃហើយយប់នេះតទៅចូលនេះខិតខំទៅអង្គកុសលជំរះនៅមន្ទិលសៅមកទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើឆ្គងឆ្គងកន្លងមកជាមួយនឹងអ្នកមានគុណគ្រូបាអាចារ្យជាមួយចាក់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាក់ឲ្យអស់នៅចិត្តលោកអ្នកទោសៈមោហៈនិងអស្មិមានដែលមានក្នុងខ្លួនឲ្យត្រូវប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌បច្ចៈធម៌ព្រមវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយសតិបញ្ញាស្មារតីឆ្លៀសវៃនិងឈានទៅកាន់ភាពសពោរុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យទាំង4ប្រការគឺអាយុវ
បណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងជម្ពូទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានសម្រើនលូតលាស់ពំពួតកម្មការលើទឹកដីអង្គរដ៏ល្អបបរប្រជារាស្ត្របានសុខសេមសានកូនខ្មែររួមប្រាណសាមគ្គីគ្នាឲ្យបានសុខដុមរមនានៃមជ្ឈដ្ឋាននានាបានសុខតទៅឡងម្ចាស់អូនពិធីផ្ទៃតំណាងថ្វាយម្ចាស់អូនបានចប់សពគ្រប់អស់ហើយសូមម្ចាស់អូនទង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់អូនតាមជួយបីបាច់ថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបជាពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមសាន្តត្រជាក់ត្រជុំសុខដុមរមនាសុខបោសប្បាយនិងមានសុខសន្តិភាពឡើងវិញបន្តការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតណាម្ចាស់អូនសូមម្ចាស់បងទប់ប្រតិយលើអូនចុះម្ចាស់អូននឹងបន្តភារកិច្ចពីម្ចាស់បងដោយប្រតិយទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជាចាក់ផុតពីទុក្ខគ្រោះភ័យពីការឈ្លានពានពីជំងឺរាតត្បាតទាំងឡាយនិងឲ្យកាន់តែសប្បាយជាភ័យយុភាពណាម្ចាស់បង